ជំរឿមួយបើដៃគូនឹងយល់ពីបញ្ហាហើយគាត់មានចេតនាមានឆន្ទៈនៅក្នុងការកែប្រែនៅក្នុងការផ្លាស់ប្ដូរពីព្រោះបើសិនជាពីដើមទីមកគាត់ធ្វើអញ្ចឹងណាយើងអត់រៀបការជាមួយទេពីដើមទីមកវារៀងបានខ្លះដែរខ្ញុំឧទាហរណ៍អញ្ចឹងបើសិនជាដៃគូយើងហ្នឹងគាត់មានឆន្ទៈនៅក្នុងការផ្លាស់ប្ដូរចាប់ផ្ដើមគិតឃើញទេខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយមានគ្រួសារមួយហ្នឹងគាត់អ្វីគាត់មានទាំងអស់បើយើងនិយាយអំពីអាជីពគាត់គោមកគ្រាន់បើល្អលទ្ធភាពនៃការរកចំណូលក៏ល្អក៏ប៉ុន្តែតំណែងហាក់ដូចជាចេះតែពលកម្មលកុសចាប់ដើមកើតមានច្រើនទៅបាទក៏ប៉ុន្តែដល់ពេលអញ្ចឹងទៅមិនបរោះជាស្វាមីគាត់បានចូលរៀនមួយខ្ញុំហើយគាត់ទៅជែកមួយខ្ញុំណាដៃគូខ្លះពេលដែលស្វាមីចូលរួចហើយវគ្គបន្ទាប់គាត់ឲ្យស្វាមីភរិយាគាត់ចូលតែពេលគាត់ចូលមកគាត់ចាប់ដើមយល់ចាប់ដើមមើលឃើញខ្លួនឯងថាចូលខ្លួនឯងក៏ខុសទាំងអស់គ្នាឃើញទេអញ្ចឹងទៅគាត់ចាប់ដើមដកថយខ្លួនឯងរៀងខ្លួនហើយចាប់ដើមរកពេលវេលាដើម្បីជជែកដើម្បីមើលឃើញដើម្បីបង្ហាញអារម្មណ៍ពិតថាតើរាល់ថ្ងៃហ្នឹងណាហេតុអីបានជាការមិនសប្បាយចិត្តកើតមានទៅវិញទៅមកអញ្ចឹងបើសិនជាដៃគូនឹងចាប់ដើមអញ្ចឹងបានវាចាប់ដើមប្រែពណ៌ពីព្រោះយើងដឹងហើយថាបើយើងនិយាយអំពីស្នេហ៍គ្រាដំបូងវិញពិភពលោកនេះពណ៌ភីងពិភពលោកនេះពណ៌ស៊ីជម្ពូអារម្មណ៍អ្នកដែលមានស្នេហាថ្មីថ្មោវិញមិនពិភពលោកនេះមានតែយើងពីរនាក់គ្រប់គ្រាន់ហើយប៉ុន្តែដល់ពេលមកដល់ឥឡូវនេះបេះដូង resistance ពិភពលោកនេះពណ៌អ្នកខ្លះពណ៌ប្រផេះអ្នកខ្លះឈានដល់ពណ៌ខ្មៅទៀតអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរពណ៌ឃើញទេពេលដែលផ្លាស់ប្ដូរពណ៌នឹងហើយដែលវាពាក់ព័ន្ធទៅនឹងកង្វះអារម្មណ៍5ផ្ដល់ឲ្យគ្នាទៅវិញទៅមកដែលធ្វើឲ្យមានបញ្ហាហេតុអីបានជាបញ្ហាមិនចុះសម្រងកើតមានឡើងពីព្រោះខួរក្បាលដឹកមុខដូចគ្នាអញ្ចឹងសូមចាប់អារម្មណ៍កាលណាខួរក្បាលដឹកមុខយើងដឹងហើយខួរក្បាលផ្ដោតលើអីឈ្នះចាញ់ចំណេញខាតត្រូវខុសល្អខុសដល់ពេលអញ្ចឹងឃើញបញ្ហាប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមបានរៀនបានយល់អ្នកដែលចង់រៀនចង់យល់ជាសញ្ញាល្អមានន័យថាគាត់មានឆន្ទៈនៅក្នុងការផ្លាស់ប្ដូរប៉ុន្តែអ្វីទាំងអស់វាអត់ខុសពី slow ដែលយើង slow រួចហើយទេយ៉ាងច្រើនយើងអាចថែមគ្រឿងកែកុនទៅធ្វើម៉េចមកហូបបានវាអត់ដូច slow ដែលយើង slow ថ្មីភ្លាមទេវាអត់ដូចទេឃើញទេអញ្ចឹងហើយបានជម្រើសចុងក្រោយម៉េចមានចាក់ slow នឹងចោលមានន័យថាម៉េចបែកគ្នាខ្វះអីអ្នកមកជួបខ្ញុំអាយុម៉ានហើយមានដល់ចៅទៀតនោះដល់ពេលវេលាគាត់ស្ត្រីគាត់ក្លាហានទៅគាត់ថាគាត់មិនមែនកើតមកដើម្បីនរណាវេទនាអញ្ចឹងរហូតទេវេទនាចិត្តអញ្ចឹងគាត់សម្រេចចិត្តបាទអញ្ចឹងអ្នកដែលចាប់ផ្ដើមមើលឃើញអំពីតម្លៃនៃសេចក្តីសុខគាត់នឹងធ្វើការសម្រេចចិត្តឡើងវិញប៉ុន្តែបើសិនជាភាគីទាំងពីរនឹងគាត់ចាប់ផ្ដើមមើលឃើញចង់មានការផ្លាស់ប្ដូរនេះគឺជាសញ្ញាល្អដែលយើងអាចកែកុនដែលយើងអាចធ្វើឲ្យជីវិតយើងហ្នឹងណាវាមិនមែនដូចយុវវ័យពិភពលោកនេះពណ៌ភីងទេក៏ប៉ុន្តែទោះជាយ៉ាងម៉េចវាធ្វើឲ្យជីវិតហ្នឹងណាមានស្នាមញញឹមបានគឺអញ្ចឹងហើយដល់ពេលបើសិនជាអត់មានជំរឿដើរដល់ផ្លូវបែក
ជីវិតមានតែប៉ុណ្ណឹងបាទអញ្ចឹងហើយបានជាពេលដែលមនុស្សមានអារម្មណ៍5ជូនគ្នាឆ្លោះគ្នាអត់កើតទេមើលឥឡូវខ្សាក់គិតមើលប្តីប្រពន្ធណាបើឲ្យតម្លៃគ្នាយល់ចិត្តគ្នាខែគ្នាផ្ដល់អារម្មណ៍សុវត្ថិភាពជូនគ្នានិងផ្ដល់អារម្មណ៍ត្រេកអរជូនគ្នាឆ្លោះគ្នាកើតទេហើយត្រូវគិតមើលការផ្ដល់អារម្មណ៍5ជូនគ្នាធ្វើបានអត់ជំហានដំបូងបើសិនជាយើងបានទាំងពីរព្រមព្រៀងចង់កែទាំងពីរគឺល្អប៉ុន្តែពេលខ្លះវាអត់ងាយហេតុអីយើងត្រូវដឹងមនុស្សឆ្លោះគ្នាដោយសារអីចាស់ចិត្តអាក្រក់ត្រួតត្រាជីវិតរៀងខ្លួនអស់ហើយប្រកាន់ខ្លាចមែនទេអញ្ចឹងជំហានដំបូងកុំចង់ទៅកែគេកែខ្លួនឯងសិនពេលព្រោះលទ្ធផលនៃការយើងកែខ្លួនឯងយើងអាចធ្វើឲ្យគេកែដែរយល់បានទេឧទាហរណ៍ថាឥឡូវពេលដែលយើងចាស់ចិត្តក្រក់ធូរជីវិតអ្វីដែលយើងបដោតទៅរឿងអវិជ្ជមានដល់ពេលអ្វីដែលលើកស្អីក៏ចេញបញ្ហាបាទប៉ុន្តែដល់ពេលយើងចាប់ផ្ដើមដូរឥរិយាបថរបស់ខ្លួនឯងអ្វីដែលបញ្ហាវាបញ្ហារួចហើយអញ្ចឹងអានឹងវាអតីតកាលហើយសំខាន់ផ្ដោតលើបច្ចុប្បន្ននេះតើអ្វីដែលខ្លួនឯងអាចធ្វើបានដើម្បីផ្ដល់អារម្មណ៍5ជូនគេប៉ុន្តែមុននឹងយើងផ្ដល់ជូនគេតើតែយើងផ្ដល់ជូនខ្លួនឯងសិនអញ្ចឹងហើយបានជាកិច្ចការផ្ទះបដិបត្តិអារម្មណ៍5ជូនខ្លួនឯងហើយខ្ញុំនឹងផ្ញើគម្រោងសំណួរមួយដើម្បីតេស្តពីព្រោះពេលដែលយើងផ្ដល់អារម្មណ៍5ជូនខ្លួនឯងមានន័យថាយើងស្រឡាញ់ខ្លួនឯងអញ្ចឹងខ្ញុំមានគម្រោងសំណួរមួយដើម្បីវាស់វែងឲ្យដឹងថាតើរាល់ថ្ងៃនេះខ្លួនយើងស្រឡាញ់ខ្លួនឯងកម្រិតណាយល់ទេអញ្ចឹងកិច្ចការផ្ទះបដិបត្តិអារម្មណ៍5ជូនខ្លួនឯងហើយនឹងវាស់វែងកម្រិតនៃស្រឡាញ់ខ្លួនឯង